មានមេរៀនមួយមកបង្ហាញអ្នកនរគ្នាខាងធ្វើវីដេអូយូរហើយឥឡូវថ្ងៃនេះមានមេរៀនមួយគឺតាក់ទងទៅនឹងការប្រើប្រាស់កាមេរ៉ា RAW នៅក្នុង Adobe Photoshop អូខេបើសិនជារូបយើងថតជា file RAW ហើយនៅពេលដែលយើងតម្លាក់វាចូលនៅក្នុង Adobe Photoshop វានឹងបើកផ្ទាំងថ្មីមួយឲ្យយើងបាទនេះគឺហៅថាកាមេរ៉ា RAW នៅផ្នែកខាងលើនេះគឺជាប្រភេទម៉ាស៊ីនថតដែលយើងថតនេះខ្ញុំប្រើម៉ាស៊ីន Canon RP ហើយនឹង lens 85mm 1.8 ហើយនៅខាងស្ដាំនេះគឺជា setting របស់កាមេរ៉ាដែលខ្ញុំបាន set up វាអូខេអញ្ចឹងចំណុចទី1យើងត្រូវដឹងកន្លែង edit កន្លែង edit ហ្នឹងវាមាន auto វាមាន BNW ហ្នឹងគឺជា black and white ហើយត្រង់ HDR នេះខ្ញុំមិនទាន់បញ្យល់ទេខ្ញុំបញ្យល់ទៅទៅនឹង basic មុនសិនអូខេហើយមួយទៀតកន្លែង color profile អញ្ចឹងយើងមើលរូបភាពរបស់យើងត្រង់កន្លែងនេះខ្ញុំនឹងធ្វើកន្លែងcircle between នេះមកយើងវាមាន before and after អញ្ចឹងយើងមើលកន្លែង color profile នេះវាមាន Adobe Color វាមាន Adobe Landscape Adobe Portrait Standard and Wide Width នេះអញ្ចឹងឧទាហរណ៍យើង change color មករូបរបស់យើងមានការផ្លាស់ប្ដូរអញ្ចឹងយើងមើលអូខេនេះ color Adobe វាមាន portrait ជាទូទៅខ្ញុំយកតែ Adobe Color ទេអូខេបន្តមកទៀតយើងមើលកន្លែង light នេះវាមាន exposure ហ្នឹងគឺពន្លឺអញ្ចឹងនៅពេលដែលយើងតឡើងមករូបយើងរាងភ្លឺបន្ថយមករូបវារាងងងឹតអញ្ចឹងយើងតឡើងចុះអាស្រ័យទៅការស្រឡាញ់របស់យើងមើលយ៉ាងម៉េចឲ្យវាល្មមលៃតាមហ្នឹងហើយមួយទៀត contrast កន្លែង contrast នេះគឺរូបភាពដិតឬក៏ស្រាលអីចឹងទៅអូខេអញ្ចឹងជាទូទៅខ្ញុំយក contrast តាត្រឹម20ឬក៏20តិចតួចហើយ highlight នេះគឺផ្នែកពីខាងក្រោយណាបើសិនយើង highlight យើងកាន់តែខ្ពស់អាផ្នែកខាងក្រោយយើងកាន់តែចាំងអញ្ចឹងយើងដកឬក៏តឡើងទៅតាមរូបជាក់ស្ដែងរបស់យើងបញ្ជាក់ខ្ញុំគ្រាន់តែចែកលេខនៅអ្វីដែលខ្ញុំចេះទេខ្ញុំមិនមែនជា professional ឬក៏ជាអីទេតមួយទៀតគឺតាក់ទងទៅនឹង shadow អញ្ចឹងនៅពេលដែលយើងតឡើង shadow មករូបយើងភ្លឺជាងមុនបន្តិចពេលយើងឡើងតឡើង shadow មកយើងតឡើងខ្លាំងណាស់នេះយើងឧទាហរណ៍អ្នកតឡើងខ្លាំងអញ្ចឹងសម្រាប់ខ្ញុំយកទៅតាមជាក់ស្ដែងណាហើយទៀត white នេះខ្ញុំលាក់ white បន្តិចមកអូខេ and black អូខេបន្តមកទៀតយើងតាក់ទងទៅនឹង color អូខេ color យើងមើលមកវាមាន temperature ហើយនឹង scene អូខេហើយនឹង scene អូខេ tints អូខេអញ្ចឹងយើងមើល temperature យើងអូសមកខាងក្រោមនេះគឺ cool អូសទៅខាងស្ដាំគឺ warm អញ្ចឹងយើងមើលតាមជាស្ដែងតាមពណ៌ដែលយើងស្រឡាញ់ណាអញ្ចឹងឧទាហរណ៍យើងទាញមកយើងឃើញទេជាស្ដែងណាយើងទាញមកអញ្ចឹងយើងយក Astute ចេញមកយើងមើលកន្លែង color ហ្នឹងឃើញទេយើងទាញមក warm វា cool ណាអញ្ចឹងយើងយកមក color ដូចដើមវិញ Astute ហ្នឹងដូចអ្វីដែលយើងថតណានៅពេលដែលយើងសេរី white balance នៅក្នុងកាមេរ៉ារបស់យើងហើយបន្តមកទៀតយើងទៅមើលកន្លែង tint នេះយើងទាញមកឆ្វេងវាឡើងទៅជាពណ៌បៃតងយើងទាញទៅស្ដាំវាឡើងទៅពណ៌ផ្កាឈូកអូខេអញ្ចឹងយើងមើលទៅតាមយើងស្រឡាញ់ប៉ុណ្ណាយើងយកប៉ុណ្្នឹងទៅអូខេ then បន្តមកទៀតយើងមើលកន្លែង vibrantness វាដិតពណ៌ដិតណាវិញពណ៌ដិតតមក saturation យើងតម្លាក់តឡើងនិយាយទៅតាមហ្នឹងអូខេហើយ clarity កន្លែង effect នេះយើងមើលបើពេលដែលយើងតឡើង texture វារូប smooth រូបស្អិតអានេះចុះក្រោម smooth ប៉ុន្តែជាទូទៅ texture ខ្ញុំយកតែ2 3ទេហើយនឹង clarity ខ្ញុំដកវាបន្តិចមកហើយបន្តមកទៀត curve កន្លែងនេះ curve អានេះគឺ mid tone ណាកណ្ដាលនេះ mid tone នេះគឺពន្លឺអូខេពន្លឺអានេះគឺ shadow គេអត់គឺ shadow អូខេអញ្ចឹងរូបរបស់យើងឃើញវាអត់ស្មើគ្នាឃើញសាច់អត់ស្មើគ្នាអញ្ចឹងយើងត្រូវកែទៀតអញ្ចឹងយើងមើលមកខាងក្រោមនេះគឺយើងមើល calibration នៅឡើង calibration មកយើងទាញពណ៌វាដិតមកនេះឃើញទេដិតអូខេត
ទៀតពណ៌រៀងបៃតងយើងមើលសាច់មុខអត់ស្មើទេយើងតម្លាក់ពណ៌បៃតងបន្តិចឡើងតិចមកអូខេអញ្ចឹងសាច់យើងអត់តន់ស្មើទេយើងទៅកែថែមទៀតណាអូខេ and បន្តមកទៀតយើងចូលទៅក្នុងកន្លែងគេថា color mixer នេះយើងចូលកន្លែង color mixer មកវាមាន mixer and points color អញ្ចឹងខ្ញុំ point color ខ្ញុំត្រូវដកកន្លែងនេះបន្តិចមែននេះដកកន្លែងហ្នឹងបន្តិចណាអញ្ចឹងយើងចុចទៅលើ simple point color មកហើយយើងចុចទៅលើពណ៌ណាដែលយើងចង់កែតម្រូវវាតិចតួចអូខេខ្ញុំយកពណ៌នោះមួយមកនេះគឺ detect color យើងមកហើយអញ្ចឹងខ្ញុំថយ saturation តិចមកនេះហើយខ្ញុំឡៃ luminance នេះខ្ញុំតម្លើងវាឲ្យភ្លឺបន្តិចបាទប៉ុណ្ណឹងអូខេហើយសាច់កន្លែងអត់ស្មើនេះយើងនឹងទៅកែតម្រូវនៅខាងក្រៅមកតង់ទៀតអូខេឧទាហរណ៍ថាកន្លែងថ្មីនេះអត់សូវសអញ្ចឹងយើង detect វាមួយទៀតមកយើងដកវាបន្តិចយើងតម្លើងវាវិញបន្តិចណាវាអាចជួយយើងបានបន្តិចអូខេបន្តមកទៀតយើងចូលទៅក្នុង color mixer ចឹង color mixer យើងចូល luminance មុន luminance ហ្នឹងគឺយើងតម្លើងពន្លឺឬក៏បន្ថយពន្លឺហ្នឹងអញ្ចឹងវាមាន red orange yellow green ណាអញ្ចឹងពណ៌ស្បែកយើងប្រើតែ orange ហើយនិង yellow ទេហើយពណ៌កៅអៅយើងមើលទៅតាមពណ៌ផ្សេងទៅអញ្ចឹងឧទាហរណ៍អាវយើងពណ៌ Q ពណ៌ blue ពណ៌ purple អីយើងអាចចូលទៅកែត្រូវបន្ថែមខ្លួនឯងតែអញ្ចឹងខ្ញុំតម្លើង orange តិចណា orange តម្លើងទៅលើស្បែកមុខខ្ញុំតម្លើងត្រឹម10ទៅហើយបន្តមកទៀតជា yellow យើងមើលនេះពេលយើងតម្លើងមកឃើញវារឿងភ្លឺអូខេបន្តមកទៀតខ្ញុំចូលទៅលើ saturation ខ្ញុំដកអានេះខ្ញុំយកដកមកឃើញមុខយើងរៀងអូខេយើងមើលនឹងភ្នែកខ្លួនឯងយើងស្រឡាញ់ពណ៌ប៉ុណ្ណាយើងទាញយកប៉ុណ្ណឹងណាកុំអាស្រ័យទៅលើលេខឃើញខ្ញុំដាក់លេខប៉ុណ្ណាដាក់លេខប៉ុណ្ណឹងតាមអត់ត្រូវទេវាដាក់ទៅតាមជាក់ស្ដែងទៅតាមការស្រឡាញ់របស់យើងផ្សេងពីគ្នាអញ្ចឹងឧទាហរណ៍ថាពាក្យ color blue ខ្ញុំមើលវាប៉ុណ្នេះរឿង blue រៀងខ្លាំងខ្ញុំបន្ថយពណ៌តិចមកនេះឃើញទេតែពេលខ្ញុំថយមកវាទៅតាមនឹងដែរអូខេអញ្ចឹងកន្លែងពណ៌ក្រហមនេះគឺតកតងទៅនឹងបបោមាត់ណានៅពេលយើងតម្លើងឃើញបបោមាត់យើងរៀងខំឆ្អិនឆ្អៅអញ្ចឹងយើងតម្លើងតិចមកហើយនឹងឲ្យវាភ្លឺតិចមកនេះហើយ horn នេះយើងមើលវាមកយើងតម្លើងទៅតាមដែលយើងចង់បានតម្លាក់តម្លើងអីយើងមើលជាក់ស្ដែងខ្លួនឯងណាអូខេប៉ុណ្ណឹងយើងចឹងយើងមកជឿកន្លែង color grading នេះអញ្ចឹងឧទាហរណ៍ថា mid tone យើងកែទៅលើ mid tone ឬក៏ highlight shadow មុនអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើនឹងឲ្យមើលបន្តិចណាកន្លែង shadow នេះអូខេឃើញភ្លឺអាងឹតទេអញ្ចឹងយើងចង់បានភ្លឺយើងទាញឡើងលើមកហើយ shadow របស់យើងចង់បានពណ៌អីយើងទាញទៅខាងពណ៌ហ្នឹងណានេះឃើញទេអញ្ចឹង shadow ជាទូទៅខ្ញុំអត់ដែលទាញចេញខ្លាំងទេខ្ញុំទាញចេញតិចអូខេហ្នឹងសម្រាប់ការឆ្លាញ់របស់ខ្ញុំទេណាឆែមួយទៀតគឺតកតងនឹង highlight អូខេខ្ញុំដកវាបន្តិចមកហើយកន្លែង mid tone ខ្ញុំតម្លើងវាបន្តិចអូខេអញ្ចឹងរូបពីរហ្នឹងយើងមើលទៅវាអត់ខុសគ្នាអីច្រើនទេរូបពីរហ្នឹងវាខុសគ្នាតិចតួចអានេះគឺជាការឆ្លាញ់របស់ខ្ញុំការឆ្លាញ់ពណ៌អញ្ចឹងនៅពេលដែលយើងរៀនកែរូបយើងឆ្លាញ់ពណ៌ហើយយើងដាក់ពណ៌ហ្នឹងទៅយើងអាចសាកល្បងទៅលើ tool មួយណាដែលមាននៅក្នុងហ្នឹងតោះមួយទៀតរូបយើងបែក noise ណាយើងឃើញរូបយើងវារៀងមាន noise ឬយើងមាន noise អញ្ចឹងយើង scroll down ចុះក្រោមមកនេះយើងមានតែពាក្យថា noise reduction អញ្ចឹងយើងចុចលើ noise reduction ហ្នឹងមួយមកអូខេយើងដាក់តែកាមេរ៉ា raw loading in hand data អញ្ចឹងយើងយករងចាំបន្តិចណាអូខេនេះអញ្ចឹងយើងអាចសេរីលេខ noise បាននេះកំពុងតែ enhancing ហើយអញ្ចឹងដាក់ enhance use AI to improve image quality the result will be saved as a new DMG យើងមើលរងចាំតិចអូខេនេះអញ្ចឹងយើងអាចមើលឃើញនេះយើងអាចមើលឃើញអូខេអញ្ចឹងយើងចុច enhance មកហើយយើងរងចាំកន្លែងនេះឲ្យវាដើរចប់ណាអូខេនេះអញ្ចឹងតកតងទៅកន្លែង enhance noise ហ្នឹងគឺវារៀងធ្វើការធ្ងន់បន្តិចណាសម្រាប់ទៅលើម៉ាស៊ីនរបស់យើងបើសិនជាយើងប្រើ Adobe Photoshop Correct
វាអាចនឹងតឹងបើសិនជាយើងប្រើបោះ license អញ្ចឹងវានឹង copy រូបថ្មីឲ្យយើងនេះរូបចាស់នេះរូបថ្មីណាអញ្ចឹងយើង zoom មើលនេះរូបថ្មីគឺsorry រូបថ្មីគឺដាច់ណយអស់ហើយនេះរូបចាស់អញ្ចឹងរូបពីរហ្នឹងយើងមើលរូបផ្សេងគ្នាឃើញទេនេះមួយពីរអាចមើលទៅអូខេនេះរូបថ្មីណាអញ្ចឹងយើងអាចតឡើង color ណយបានយើងអាចតឡើងលេខទៅនេះបានយើងតឡើងខ្លាំងឡើងតិចតួចអីទៅអូខេ sorry កន្លែងនេះអត់ត្រូវប្រើទេហើយគេមួយទៀតខ្ញុំភ្លេចប្រាប់តាក់ទងទៅនឹង optic នេះ optic នេះគឺកន្លែងយើងបើក lens ណាអញ្ចឹងយើងយកអីគេយើងយកកន្លែង Canon នេះវា auto នេះយើងយក default មកវាចេញ auto យើងប្រើ lens អីវានឹងចេញ lens ហ្នឹងអញ្ចឹងយើងថយវាតិចទៅអូខេតពីប៉ុណ្ណឹងហើយយើងចុច open វាមករូបផ្សេងទៀតខ្ញុំអត់បានធ្វើទេនេះខ្ញុំគ្រាន់តែធ្វើជាមេរៀនមួយឧទាហរណ៍ឲ្យយើងមើលទេអូខេនេះហើយអញ្ចឹងខ្ញុំទៅធ្វើលុបរូបកន្លែងខ្លះចោលអញ្ចឹងខ្ញុំ right click យក new duplicate layer មួយមកអូខេអញ្ចឹងយើងចុចអក្សរ J ឬក៏យើងចុចកន្លែង pass to នេះអញ្ចឹងឧទាហរណ៍យើងចង់លុបសក់កន្លែងនេះបន្តិចអញ្ចឹងយើងគូវាមកយើងទាញវាមកកន្លែងហ្នឹងអូខេកន្លែងនេះមួយទៀតអូខេហើយកន្លែងលុបមុនតិចហ្នឹងយើងលុបវាមកអូខេយើងមើលកន្លែងណាដែលទៅយើងលុបចោលមកកន្លែងណាឃើញមានស្នាមមុខអីយើងលុបចោលទៅឲ្យវាមើលទៅឃើញស្អាតណាអូខេកន្លែងនេះខ្ញុំដាក់រៀងលឿនតិចហើយ sorry ចឹងកន្លែងហ្នឹងនៅយើងនៅធ្វើកន្លែងថ្មីចឹងយើងលុបវាតិចមកឧទាហរណ៍ថាយើងឃើញវារៀងទៅរៀងអីចឹងណាអូខេ undo វិញសិនដោយសារវាធំពេកវាដាច់ដោយអូខេចឹងកន្លែងណាដែលយើងគិតថាអត់ស្អាតអីយើងលុបវាចោលទៅកន្លែងហ្នឹងចាំអីគឺយើងចុចអក្សរ J ឬក៏យើង right click នេះ right click ទៅលើ pass to ហ្នឹងណាចឹងយើងមើលមកឧទាហរណ៍ថាអូខេយើងឧទាហរណ៍ថាប៉ុណ្ណឹងយើងលុបកន្លែងនេះទៀតចាកន្លែងនេះបើសិនយើងធ្វើវាស្អាតយើងយូរគេមាន option ធ្វើស្រាប់ណាអូខេឧទាហរណ៍ថាប៉ុណ្ណឹងហើយខ្ញុំប្រើ photo tool នេះ skin finder នេះខ្ញុំប្រើ skin finder ហ្នឹងមកអានេះគឺជា plugin ដែលមានស្រាប់យើងអាចចូលទៅក្នុងទៅ download នៅក្នុង website ផ្សេងដែលគេដាក់ឲ្យយើង download អូខេអញ្ចឹងខ្ញុំយក default មកអូខេគេអញ្ចឹងយើង zoom មកនេះឃើញមុខវារៀង smooth ជាងមុនណាដល់ពេលដែលយើងចុចបិទមកឃើញអូខេអញ្ចឹងយើងមេរៀនមានតែប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំនឹងលម្អិតពីមេរៀននឹងតទៀតនៅវីដេអូក្រោយអរគុណបាយបាយ